ជំរាបសួរសួស្តីថ្ងៃនេះចង់បញ្យល់ពីសំណួរវោហារស័ព្ទមួយប៉ុន្តែដំបូងចង់បង្ហាញនេះរូបភាពនេះយើងឃើញថា une fraise ជាភាសាបារាំងណាបញ្ចេញសំឡេង SE fraise la fraise នៅក្នុងភាសាគេហៅថាគ្រាមភាសាពីចំនួនយូរហើយនោះមានន័យថាក្បាលមានន័យថា la tête le visage ក្បាល la tête le visage la fraise នៅក្នុងនោះមានសំណួរវោហារស័ព្ទសំណួរវោហារស័ព្ទ ramener ជាកិរិយាសព្ទមួយបានន័យថានាំចូលមកនាំយកមក ramener donc សំណួរវោហារស័ព្ទនោះ ramener sa fraise ça ពីព្រោះយើងសំដៅទៅលើមនុស្សទី3 il ou elle sa fraise ដូចគ្នាពីព្រោះ fraise ជា nom féminin អញ្ចឹងយើងដាក់ ça ណាដល់អញ្ចឹង ramener sa fraise មានន័យថាម៉េចក្នុងចំណោមប្រជុំគេកំពុងប៉ាពូទេបានទៅជែកគ្នាណាអញ្ចឹងទៅម្នាក់ទៀតគាត់ដើមដល់ខ្វាច់អូខ្ញុំដឹងរឿងនេះវិញចេះអានេះចេះចូលមាត់ជាមួយគេដែលគេមិនបានហៅមកយើងមកអង្គុយចែកគ្នាលេងអីអត់ទេឬសូគេនិយាយរឿងនេះចូលមកខ្វាច់មកនិយាយដែរនិយាយអូអានេះចេះនេះហើយអង្គុយអានេះវិញចេះទៀតចូលចែកការដៃការជើងមួយគេអញ្ចឹងទៅប៉ាពូទេគាត់ទៅបាត់ម្នាក់ទៀតថា mais lui il a ramené sa fraise nous on l'a pas invité យើងមិនទាំងបានជួយឲ្យមកចូលរួមជាមួយអីផងមកស្អីណាចេះលូកមាត់លូកក្បាលអីមកចូលចែកមួយដែរ ramener sa fraise បើខ្ញុំ j'ai ramené ma fraise ម៉ាពីព្រោះតែតក្បាលរបស់ខ្ញុំអញ្ចឹងខ្ញុំប្រើ ma fraise donc expression ramener sa fraise មានន័យថាចេះលូកមាត់លូកកជាមួយគេរឿងស្អីមួយក៏ដោយទាំងដែលគេមិនបានអញ្ជើញ